ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាលោកផនផល្លាលោកគឺជាប្រធានមណ្ឌលមេឈើប៉ាផល្លារបស់ក្មេងៗជាច្រើនអ្នកនៅក្នុងមណ្ឌលមេឈើគឺជាប៉ាដ៏ល្អប៉ាបានចិញ្ចឹមកូនជាច្រើនណាស់នៅក្នុងមណ្ឌលរបស់គាត់គឺជាមនុស្សដ៏ល្អម្នាក់នៅក្នុងសង្គមខ្មែរយើងគាត់ជាបុគ្គលដែលគួរតែលើកស្ទួយឲ្យតម្លៃបំផុតព្រោះគាត់បានលះបង់ច្រើនណាស់ដើម្បីមើលថែក្មេងៗទាំងអស់នោះទឹកចិត្តដ៏ល្អប្រពៃរបស់លោកតែងតែដើរជួយសង្គ្រោះក្មេងៗកំព្រាទាំងអស់នៅទូទាំងប្រទេសឲ្យតែលោកបានឃើញភាពលំបាកលោកតែងចុះទៅជួយយកក្មេងទាំងនោះមកចិញ្ចឹមនាថ្ងៃទី14ខែឧសភាឆ្នាំ2025នេះដែរលោកក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដែលមានម្ដាយនិងកូន2នាក់ដោយលោកបានសរសេររៀបរាប់ក្នុងនោះដែរថាពូនឹងទៅរកក្មួយហើយនឹងម្ដាយក្មួយនាយប់នេះបើបានជួបពូនឹងផ្ដល់ជំរឿពីរនៃការជួយរបស់ពូចំពោះម្ដាយក្មួយដើម្បីកុំឲ្យក្មួយដើរដេកអនាថាដូចនេះទៀតទី1បើម្ដាយក្មួយត្រូវការទីលំនៅដ៏ច្បាស់លាស់មួយហើយចង់នៅមើលថែក្មួយឲ្យបានល្អនោះគឺពូនឹងទទួលម្ដាយកូនរបស់ក្មួយទាំង3នាក់ចូលមករស់នៅក្នុងមណ្ឌលមេឈើរបស់ពូបានជាការពិតម្ដាយរបស់ក្មួយនឹងក្លាយទៅជាបុគ្គលិកថែទាំរបស់មណ្ឌលមេឈើហើយក្មួយនឹងទទួលបានការផ្គត់ផ្គង់ទាំងស្រុងពីមណ្ឌលមេឈើហើយអ្វីដែលរឹតតែសំខាន់នោះគឺម្ដាយកូនអាចរស់នៅជុំគ្នាជំរើសទី2បើម្ដាយក្មួយចង់វិលទៅរកផ្ទះសម្បែងដែលនៅឯស្រុកកំណើតរបស់ក្មួយវិញនោះពូនឹងជួយជូនទៅដល់ផ្ទះហើយក៏នឹងជួយឧបត្ថម្ភផ្គត់ផ្គង់ក្មួយរយៈពេល3ឆ្នាំរហូតដល់ក្មួយឈប់បើម្សៅទឹកដោះគោពីនោះពូនឹងជួយគិតគូរឲ្យម្ដាយរបស់ក្មួយមានមុខរបរណាមួយដែលអាចធ្វើទៅបានគ្រាន់មានលទ្ធភាពចិញ្ចឹមក្មួយទៅថ្ងៃក្រោយនេះជាសំណេរផ្ទាល់របស់លោកផនផល្លាលោកនឹងទៅជួយដល់អ្នកមីងដែលជាម្ដាយក្មេងទាំងពីរនាក់នាយប់នេះហើយយើងចាំមើលតទៅទៀតថាតើអ្នកម្ដាយជ្រើសរើសជំរើសមួយណាអំពីការជួយរបស់លោកផនផល្លាចំពោះអ្នកម្ដាយនិងក្មេងទាំងពីរនាក់គឺមានក្តីសង្ឃឹមហើយព្រោះប៉ាផល្លានឹងទៅជួយដូច្នេះចំពោះជំរើសទាំងពីរគឺជាជំរើសដ៏ល្អទោះជាអ្នកម្ដាយជ្រើសរើសជំរើសមួយណាក៏ជាវិធីក្នុងការជួយសង្គ្រោះឲ្យបានសុខសប្បាយទាំងអស់អរគុណលោកប៉ាផល្លាជាខ្លាំងដែលបានទៅជួយសង្គ្រោះដល់ក្មេងៗទាំងពីរនាក់ព្រមទាំងអ្នកម្ដាយផងដែរចិត្តសប្បុរសធម៌របស់លោកផនផល្លារកអ្វីមកប្រៀបផ្ទឹមពុំបាននោះទេលោកតែងតែធ្វើសប្បុរសធម៌ទៅកាន់ចាស់នានានៅតាមភូមិផងដែរសូមជូនពរលោកប៉ាផល្លាទៅទីណាកន្លែងណាសូមលោកប៉ាទទួលបានសេចក្តីសុខសេចក្តីសប្បាយដើម្បីនៅជាមលុបសម្រាប់កូនចៅរបស់លោកប៉ាតរៀងទៅអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះអរគុណជម្រាបលា